ถวายគុំចំពោះប្រជុំ3នៃបត្រៃរដ្ឋគឺមានព្រះពុទ្ធរតនៈ1ព្រះធម្មរតនៈ1ព្រះសង្ឃរតនៈ1ដោយសេចក្តីគោរពកោតក្រែងជ្រះថ្លាខ្ពង់ខ្ពស់លោកសូមក្រាបនមស្ការថ្វាយបង្គំព្រះធេរានុធេរៈគ្រប់ព្រះអង្គទាំងក្នុងនិងក្រៅប្រទេសដោយសេចក្តីគោរពរាប់អានចម្រើនពរញោមញាតិពុទ្ធបរិស័ទស្រីប្រុសទាំងអស់ទាំងក្នុងនិងក្រៅប្រទេសទៀតណាថ្ងៃនេះខ្ញុំគណៈអាត្មាភាពសូមថ្លែងអំណរអគុណចំពោះញោមម្ចាស់សទ្ធាម្ចាស់ទានរួមពុទ្ធបរិស័ទចំណុះជើងវត្តភូមិព្រៃខ្ពស់រួមទាំងពុទ្ធបរិស័ទនៅឯនាយសមុទ្រគឺនៅសហរដ្ឋអាមេរិកទៀតណាគាត់បានចូលរួមកសាងសមិទ្ធផលបន្តនៅទឹកដីវត្តព្រៃពោះទាំងហើយថ្ងៃនេះខ្ញុំគណៈអាត្មាបានថតជាវីដេអូតាមរយៈដ្រូនទៀតណាហើយសមិទ្ធផលនៅក្នុងខែ7នេះគឺខ្ញុំគណៈអាត្មាចុះកសាងកាលពីថ្ងៃទី10នោះគឺ live ផ្សាយបន្តផ្ទាល់ញោមញាតិបានទស្សនាឃើញហើយគឺខ្ញុំគណៈអាត្មាជាវទិញស៊ីម៉ង5តោនគ្រូខ្សាច់តគ្រូនិងខ្សាច់មួយឡានធំហ្នឹងញោមមួយឡានហ្នឹង30តោនក៏ដើម្បីកសាងរោងបាយបន្តក៏ប៉ុន្តែរយៈពេល3-4ថ្ងៃក្រុមជាងគណៈកម្មការប្រចាំវត្តព្រៃខ្ពស់បានធ្វើរួចហើយញាតិញោមបងដូចមានចិន្តាហ្នឹងនៅក្នុងរោងហ្នឹងចិន្តាចុះចិន្តាទឹកខាងជើងហ្នឹងមួយបងហើយចម្រើនពោញោមញាតិប្រុសស្រីទេណាចិន្តាទៅទឹកខាងត្បូងមួយខាងជើងមួយបងហើយខាងត្បូងទល់នឹងសាលាឆាន់ហើយនៅនឹងកន្លែងរោងបាយហ្នឹងមិនតាន់ចាក់សាបទេបងមិនតាន់ចាក់សាបទេខ្វះស៊ីម៉ងបន្ថែមបងហើយយើងត្រូវចាក់សាបឆ្វែលជុំវិញរោងហ្នឹងមកប្រើស៊ីម៉ងអស់10តោនយល់ទេបងណាគាត់តែថ្ងៃមុនទិញមក5តោនហ្នឹងជីវមក5តោនហ្នឹងអស់ហើយបងអញ្ចឹងញោមញាតិប្រុសស្រីទៀតណាបងដែលមានសទ្ធាជ្រះថ្លាទៀតហើយថ្ងៃនេះអរគុណម្ចាស់សទ្ធាម្ចាស់ទានដែលបានប្រគេនជាអង្គបងអរគុណចំពោះញោមជាចិន្តាព្រមទាំងកូនចៅនៅភូមិព្រៃខ្ពស់ប្រគេនអង្គ1ក្រុង50គីឡូហើយអរគុណចំពោះញោមសូងាវទៀតណាព្រមទាំងកូនចៅរស់នៅសហរដ្ឋអាមេរិករួមនឹងញោមអែមព្រមទាំងកូនចៅនៅភូមិព្រៃខ្ពស់បានប្រគេនចូលរួមកសាង$100ហើយនឹងទឹកសុទ្ធទឹកសុទ្ធចំនួន10យួរផងដែរទី3គឺញោមយាយតាក់ណាញោមយាយតាក់ព្រមទាំងកូនចៅរស់នៅសហរដ្ឋអាមេរិកបានចូលរួម$50ទៀតដោយអំណាចបុណ្យនៅកុសលនេះខ្ញុំគណៈអាត្មាសូមបួងសួងដល់គុណបរតនត្រ័យទាំង3គុណព្រះពុទ្ធព្រះធម៌ព្រះសង្ឃនិងទេវតា10000ចក្រវាលទេវតាថែរក្សានៅទឹកដីវត្តព្រៃខ្ពស់ជួយបីបាច់ថែរក្សាញោមម្ចាស់ទានម្ចាស់សទ្ធាទាំងអស់ដែលស្គាល់ខ្ញុំគណៈអាត្មាតាមរយៈ Channel YouTube ទាំង3រួមទាំង Page ហើយនិងបណ្ដាសង្គម Facebook នេះជាពិសេសគឺញោមបានប្រគេនមកខ្ញុំគណៈអាត្មាផ្ទាល់សូមទេវតាឆ្នាំថ្មីជូនពរជូនជ័យសិរីសួស្តីវិបុលសុខគ្រប់ប្រការនិងទទួលបានពុទ្ធជ័យពុទ្ធពរព្រះ4ប្រការគឺអាយុវណ្ណៈសុខៈពលៈនិងបដិភិណៈកំបីឃ្លានឃ្លាតឡើយទេណាញោមប្រាថ្នានៅសម្បត្តិណាក៏សូមឲ្យបានសម្រេចដូចបំណងបងប្រាថ្នាទៀតណាសូមអរគុណនិងអរគុណចម្រើនពរញោមញាតិប្រុសស្រីទៀតណានៅទឹកដីវត្តព្រៃខ្ពស់នេះខ្ញុំគណៈអាត្មាកសាងរោងបាយមួយខ្នងហើយរោងរួមទាំងអស់នៅក្នុងវត្តព្រៃខ្ពស់គឺ3ខ្នងញាតិញោមបង
ហ្នឹងហើយសាលាឆាន់ញោមបានទស្សនាឃើញគឺលហហឹងលវឹងលវើយវាប្រៀបជូលញោមប្រៀបជូលចាប្រៀបជូលវាបន្ទោបងអីពេញមកនឹងញោមអញ្ចឹងវាណាមិនស្អាតទេនៅសាលាឆាន់តនតែយើងរៀបឥតឬក៏ដាក់ដែកលួសដើម្បីពាត់ជុំវិញសាលាឆាន់នេះទៅប្រៀបវាមិនជូលញាតិញោមបងហើយសម្រាប់រោងបាយគឺបានប្រក់ដំបូលលើរួចហើយញាតិញោមណាបងណាអរគុណណាស់ញោមសាវិញណាសាវិញឆាយស៊ីបងនិងញោមស៊ីប៉ោណាញោមស៊ីប៉ោហើយញោមសុកសណយញោមច័ន្ទរនីអែមញោមណាប៊ុនរឿនណាញោមសុខិតនិងញោមអនុនអត្របញ្ញាណាហើយញាតិញោមទាំងអស់ទៀតគាត់តែងតែណាស្គាល់ខ្ញុំកណាជ្រះថ្លាកសាងជាទីសនាសនៈទានហើយមិនតែប៉ុណ្ណោះក៏បានប្រគេនជួយឧបត្ថម្ភដល់ប្រាក់គ្រូបង្រៀនប្រសង់នៅទឹកដីវត្តព្រីពុះទៀតហើយមានបច្ច័យ4ចង្ហាន់ជាដើមទៀតនៅរោងបាយនេះញាតិញោមបានទស្សនាឃើញហើយគឺខ្វះខាតយើងចាក់សាបញាតិញោមចាក់សាបបន្តហើយយើងនឹងបិទមានន័យថាយើងរៀបឥតឬក៏ពាត់ស្នាញ់រោងបាយនេះព្រោះឆ្នាំនេះថ្មរោងធ្វើរោងបាយនេះដោយសារលើកឲ្យខ្ពស់ញោមស្មើចិត្តស្មើសាលាឆាន់ដែរអញ្ចឹងអាចផុតពីទឹកហើយឆ្នាំនេះទឹកឡើងមកដល់ថ្ងៃទី17នេះឡើង2ដងញោមឡើងចិត្តលិចចិណ្ដើហើយចិណ្ដើអាត្មាកសាងនោះគឺមិនទាន់ធ្វើប្រកាន់ដៃទេបានតែចាក់ជាកម្ម24កម្មញោមណាហើយការចាក់សាបកន្លែងមកនេះគឺចិត្តសាលាឆាន់ញាតិញោមជាប់នៅសាលាឆាន់ហើយ5តោនក្រុមជាងអាត្មា13នាក់ញាតិញោមប្រចាំវត្តណាក្រុមជាងគណៈកម្មការនោះបងអញ្ចឹងសមិទ្ធផលឬក៏បច្ច័យដែលញោមញាតិប្រុសស្រីទាំងក្នុងនិងក្រៅប្រទេសប្រគេនមកខ្ញុំគណៈអាត្មាបែងទៅថ្លៃទឹកផងចង្ហាន់ព្រឹកណាថ្ងៃត្រង់ណាហើយថ្លៃភ្លើងញាតិញោមណាបច្ច័យ4បន្តិចបន្តួចគូផ្សំនឹងព្រះពុទ្ធសាសនាហើយការស្ថាបនាឬក៏ណាកសាងវត្តនេះឲ្យរីកចម្រើនទៅបានអាស្រ័យទៅលើពុទ្ធបរិស័ទគ្រប់ទិសទីទៀតណាជ្រះថ្លាហើយក៏អរគុណញោមសុកយ៉ននៅភ្នំពេញព្រមទាំងញាតិពធัวទៀតណាក៏តែងតែប្រគេនណាបច្ច័យមកប្រចាំខែហើយញោមនៅប្រទេសបារាំងនៅកាណាដាហើយជាពិសេសញោមញាតិប្រុសស្រីណាញោមម៉ាក់នៅណាសហរដ្ឋអាមេរិកទៀតក៏តែងតែជួយឧបត្ថម្ភថវិកាជាបច្ច័យ4ក្តីឬក៏បច្ច័យសម្រាប់ថ្លៃភ្លើងជាប្រចាំញាតិញោមគឺមួយខែថ្មិចបើកហ្នឹងគឺដល់ខែថ្លៃភ្លើងទៀតហើយថ្លៃភ្លើងมันអាចចម្ពាក់គេបានទេញាតិញោមណាគេអនុគ្រោះបានត្រឹមថ្ងៃទី18គឺថ្ងៃស្អែកហ្នឹងថ្ងៃ18ហ្នឹងគឺបើអត់មានបងគេប្រាច់ភ្លើងហើយក្នុងវត្តអាត្មាប្រើសូឡាតែក្នុងបន្ទប់ញាតិញោមបន្ទប់ត្រូវភ្លើងរត់ណាភ្លើងរត់យើងមិនប្រើតាហាលញាតិញោមប្រសង់ទាំងអស់អង្គមួយអង្គមួយទាំងហាលមួយមួយអង្គមួយទាំងហាលមួយទៀតអញ្ចឹងប្រើភ្លើងជាប្រចាំញាតិញោមហ្នឹងហើយចុះការកសាងបន្តគឺយើងប្រើភ្លើងដែរអញ្ចឹងការភ្លើងនឹងត្រូវការជាចាំបាច់តែម្ដងញាតិញោមភ្លើងនេះជាចាំបាច់បើចង្ហាន់អាចជឿគេបានអាចចម្ពាក់គេបានទឹកសុទ្ធ50យូអីអាចជឿអាចចម្ពាក់គេបានញាតិញោមណាបងណាដូចគ្រឿងសំណង់គ្រួសឥដ្ឋណាខ្សាច់ថ្មស៊ីម៉ង់អី5តោននេះអាចជឿគេបាន10តោនក៏អាចជឿគេបានដែរប៉ុន្តែมันអាចជឿបានយូរទេញាតិញោមបងដូចញាតិញោមបានតាមដានទស្សនាការ live ផ្ទាល់របស់អាត្មាភាពផ្ទាល់ហើយញាតិញោមឃើញអាត្មាណាប្រើឡានធំតែ30តោនជាងហើយញោមគ្រូនេះហើយចាក់
អស់5តោនហើយនៅសល់គ្រូនឹងខ្សាច់នឹងច្រើនទៀតអញ្ចឹងគ្រាន់តែគ្រូខ្សាច់ស៊ីម៉ងវាអស់$800បាត់ហើយញាតិញោមបងណាអីកាលណាយើងទិញមក B ពី B មកក្រុងពីក្រុងធ្វើមិនបានមួយផ្លែតទេញាតិញោមឲ្យកន្លះតោនមួយតោនប៉ុន្តែសង្ឃឹមកម្លាំងសាមគ្គីជាសទ្ធាទឹកចិត្តជ្រះថ្លាញាតិញោមណាទោះបីតមកក្រុងពីក្រុងមួយ B ពី B ទៀតណាបងក៏ចូលរួមញាតិញោមដើម្បីកសាងសមិទ្ធផលបន្តនៅទឹកដីវត្តព្រៃខ្ពស់ភូមិព្រៃខ្ពស់ឃុំព្រៃខ្ពស់ស្រុកបវរខេត្តបាត់ដំបងណាកន្លែងនេះពីដើមគេហៅស្រុកមង្គលបុរីញាតិញោមប៉ុន្តែឥឡូវផ្លាស់ប្ដូរមកស្រុកបវលណានៅក្នុងស្រុកបវលនេះមានវត្ត32វត្តញាតិញោមណាបាទហើយអរគុណណាស់សម្រាប់ញោមញាតិពធัวទាំងអស់ទៀតដែលបានតាមដានទស្សនាហើយជួយ share ចែករំលែកបន្តបាទចែករំលែកដើម្បីបានទៅដល់ញោមម្ចាស់សទ្ធាម្ចាស់ទានដែលបានឃើញទៅញាតិញោមបើមិនចេះឆាតមិនចេះទេញោមអាចសួរចៅអីបានញាតិញោមកូនចៅអីដូចញោមដែលមានប្រជជនច្រើនគាត់ទៅនៅសហរដ្ឋអាមេរិកគាត់អត់សូវចេះទេចេះឆាតទេណាបានជួបអាត្មាម្ដងអញ្ចឹងទៅគាត់ចេះទេចេះឆាតបានសួរសុខទុក្ខទេណាហើយខ្ញុំកណាអាត្មាអរប្រគុណណាស់ញោមញាតិពធัวកណាគុណម្ចាស់គ្រប់ព្រះអង្គដែលគ្រប់គ្រងណាហើយជួយ share ចែករំលែកទៀតហើយសម្រាប់ញោមញាតិម្ចាស់ទានម្ចាស់សទ្ធាហើយខ្ញុំកណាអាត្មាដើម្បីព្រះពុទ្ធសាសនាត្រត្រង់ណាព្រះពុទ្ធសាសនាណាហ៊ានលះបង់កម្លាំងកាយចិត្តដើម្បីជួយស្ថាបនាឬក៏ជួយណាផ្ដល់ជួយផ្ដល់ទីកន្លែងឬក៏កសាងសមិទ្ធផលនៅក្នុងវត្តដែលកសាងរួចហើយតាំងពីដូនតាណាចាស់ពីដើមដែលគាត់កសាងទុកទាំងញោមទស្សនាមើលតាមវីដេអូនេះគឺឃើញទឹកស្ទឹងវាប្រៀបហើយញាតិញោមហើយអាត្មាលើកដ្រូនឡើងលើគឺញាតិញោមឃើញដំបូលអមសាលាឆាន់ខាងជើងខាងត្បូងណាបំប្រក់បាន2ខ្នងហើយតែនៅមួយខ្នងទៀតញាតិញោមក៏បើយើងចាក់សាបឲ្យឆ្លាស់ទៅប៉ុន្តែវត្តនេះព្រីមែនព្រីសិតស្មៅណាដោយសារมันមានចាក់សាបញាតិញោមឲ្យខ្វះខាតអញ្ចឹងឯងជនបទខ្សត់អញ្ចឹងមានការខ្វះខាតមានតែសង្ឃឹមទឹកចិត្តញោមដែលបានស្ដាប់នឹងទស្សនាឃើញសង្ឃឹមថាក្នុងคลิปវីដេអូនេះញោមណាមួយក្រុងពីរក្រុងឥឡូវនេះចិត្តដល់ចូលព្រះភាសាផងញាតិញោមណាប៉ណាធ្វើទៀនផ្សាយទៀនណាមុនចូលព្រះភាសាទៀតណាប៉អញ្ចឹងទោះបីតែក្នុងព្រះភាសាគឺញាតិញោមកុំបោះបង់ប្រសង់ចោលអីញាតិញោមតែញាតិញោមបោះបង់ប្រសង់ចោលមួយខែដាច់ភ្លើងចប់ហើយញាតិញោមអើយសម័យនេះនោះបើអត់មានភ្លើងសឹងមិនបានដែរញោមកត់ថ្មកត់ឈើអីក៏ដោយញាតិញោមហ្នឹងហើយសង្ឃឹមថាញោមញាតិប្រុសស្រីទេណាចិត្តចប់វីដេអូនេះហើយខ្ញុំកណាអាត្មាសូមខន្តីអព្យាស្រ័យអភ័យទោសចំពោះកណាគុណម្ចាស់ចំពោះញោមញាតិក្រែងពាក្យពេចន៍ខ្ញុំកណាអាត្មាថ្លាថ្លែងទៅវាលើសលួសខ្វះខាតណាពាក្យពេចន៍ទាំងណាមិនសមរម្យសូមប្រកាសណាគុណម្ចាស់គ្រប់ព្រះអង្គនិងញោមញាតិមេត្តាខន្តីអព្យាស្រ័យអភ័យទោសដល់រូបខ្ញុំកណាអាត្មាភាពហើយញាតិញោមគ្រប់គ្រងនិងខ្ញុំកណាអាត្មាភាពនឹងថតវីដេអូបន្ថែមតាម page តាម YouTube Instagram TikTok និងបណ្ដាញសង្គម Facebook ញាតិញោមណាក៏ស្គាល់ណាញាតិញោមដែលខ្ញុំកណាអាត្មាមិនបានបង្ហាញរូបទេតែឮតែសំឡេងណាសូមអរព្រគុណនិងអរគុណចំពោះសន្តានចិត្តទឹកចិត្តជ្រះថ្លាញោមញាតិប្រុសស្រីទៀតណាក៏អរគុណធំញាតិញោមដែលគ្រប់គ្រងដែលស្រឡាញ់រាប់អានខ្ញុំកណាអាត្មាដូចបងដូចប្អូនដូចកូនញោមរាល់ថ្ងៃគឺញោមក៏មានបច្ចុប្បន្នច្រើនគាត់មិនហៅលោកកូនទេញាតិញោមអរគុណណាស់ទឹកចិត្តញោមម៉ាក់នួនឧត្តរបញ្ញាគាត់តែងតែមានសេចក្តីសន្តោសអាណិតរាប់អានស្រឡាញ់ខ្ញុំកណាអាត្មាប្រៀបដូចជាកូនបង្កើតទៀតណាបងហើយក៏អរគុណសម្រាប់ញោមញាតិប្រុសស្រីគ្រប់ទិសទីផងដែរញាតិញោមណាបងទាំងបណ្ដាសង្គម Facebook